Irasaimase yes នៅពេលដែលយើងមកដល់ជប៉ុនមិនថាយើងចូលមកចូលផ្សារឬក៏យើងចូលហាងញ៉ាំអីក៏យើងតែងតែនិយាយពាក្យហ្នឹងអញ្ចឹងណាដែលមានន័យថាសូមស្វាគមន៍ដែលបានយកលុយមកខ្ញុំនិយាយលេងចាប៉ុន្តែរឿងនេះជាការពិតចឹងណាឥឡូវកុំឲ្យវែងឆ្ងាយចូលមកហាងស៊ូស៊ីយើងវិញអញ្ចឹងកន្លែងហ្នឹងគឺល្បីអញ្ចឹងខ្ញុំត្រូវធ្វើដំណើរទៅមុនហាងគេបើកដើម្បីចាប់លេខហ្នឹងហើយខ្ញុំទៅហ្នឹងគឺទៅមុនឡើង1ម៉ោងប៉ុន្តែខ្ញុំចាប់បានលេខ16អញ្ចឹងមានន័យថាគឺមានមនុស្សចំនួន15នាក់ដែលបានទៅដល់មុនខ្ញុំអញ្ចឹងណាហ្នឹងហើយនៅពេលដែលដល់ហាងដែលម៉ោងគេបើកហ្នឹងណាគឺយើងត្រូវចូលតាមដំណាក់កាលអីចឹងទៅអញ្ចឹងខ្ញុំត្រូវរងចាំប្រហែលជា15នាទីអីទៀតមិនបានចូលហើយគឺមានមនុស្សជាច្រើននៅពីក្រោយខ្ញុំទៀតដែលគាត់តំងជួចាំញ៉ាំអញ្ចឹងណាយ៉ាហើយសម្រាប់រសជាតិហាងមួយនឹងដែរគឺឆ្ងាញ់ស្រស់យ៉ានិយាយទៅថៃគេអីហ្នឹងគឺស្រស់ឆ្ងាញ់សាហាវខុសខើប្រៃផ្សាយតែម្ដងចាអញ្ចឹងបើសិនជាបានទៅតូក្យូកុំភ្លេចតែសាក់នៅហាងហ្នឹងដោយសារតែមានចុងភៅគេធ្វើឲ្យថ្មីភ្លាមតែម្ដងនេះចាហើយសម្រាប់ពេលដែលខ្ញុំទៅញ៉ាំហ្នឹងគឺស៊ូស៊ីឆ្ងាញ់សឹងតែគ្រប់មុខចឹងណាហើយចុងក្រោយក៏ខ្ញុំអត់ភ្លេចជាមួយនឹងបង្អែមដែរហើយសម្រាប់ទីតាំងហាងហ្នឹងគឺមិនសូវធំមែនទេប៉ុន្តែចុងភៅគេច្រើនធ្វើឲ្យយើងភ្លាមអីចឹងទៅកុំភ្លេចតែសាក